ដើម្បីកុំឲ្យព្រះមហាក្សត្រថ្មីឡើងគ្រងរាជ្យដោយរលូនលោកប៊ីនបានយោយ៉ាងម៉ឺងម៉ាត់លើយោព្រឹត្តិការណ៍ដ៏អស្ចារ្យមួយបានលាតត្រដាងផ្ទាល់ទូទាំងពិភពលោកដោយបង្ហាញពីសមត្ថភាពក្នុងការឈោងទៅរកកាយនិងព្រះចក្រឲ្យវាមកវិញប៉ុន្តែលោកប៊ីនបដិសេធមិនព្រមប្រគល់វាមកវិញទេដោយកំហឹងខ្លាំងសាងប៊ីវបានដកដៃម្ខាងចេញគាត់បានតម្រង់ទៅលោកប៊ីនភ្លាមហើយចាប់ផ្ដើមបាញ់យ៉ាងសាហាវទោះបីជាគាត់បាត់បង់ស្មារតីហើយមិនអាចតម្រង់គោលដៅបានក៏ដោយប៉ុន្តែវានៅតែអាចផ្ដួលរំលំមកគាត់បាននឹងឪពុកកូនប្រុសចុងបញ្ចប់នៃព្រះវិញ្ញាណបរិសុទ្ធខ្ញុំមកអ្នកដូច្នេះហើយលោកប៊ីនបានពាក់មកុដដោយចៃដន្យអិសរជនដែលមានវត្តមានបានស្ងាត់ឈឹងភ្លាមមនុស្សទូទាំងពិភពលោកមានការភ្ញាក់ផ្អើលមុនពេលដែលនរណាម្នាក់អាចមានប្រតិកម្មលោកប៊ីនបានចេញបញ្ជាដំបូងរបស់គាត់យ៉ាងម៉ឺងម៉ាត់ចាប់ខ្លួនបុរសនោះហើយចាក់សោគាត់ដូច្នេះលោកប៊ីនបានក្លាយជាស្ដេចនៃប្រទេសអង់គ្លេសប៉ុន្តែគិតតែប៉ុន្មានថ្ងៃមុននេះគាត់គ្រាន់តែជាភ្នាក់ងារជំនួសប៉ុណ្ណោះដោយសារតែចំណុចខ្លាំងរបស់អង្គការភ្នាក់ងារត្រូវបានសម្លាប់ក្នុងពេលប្រយុទ្ធកាន់តែអាក្រក់ទៅទៀតការវាយប្រហារភេរវកម្មមួយទៀតបានកើតឡើងនៅឯពិធីបុណ្យសពរបស់គាត់នាយកដ្ឋានស៊ើបការសម្ងាត់ទាំងមូលត្រូវបានលុបចោលមេដឹកនាំគ្មានជំរឿអ្វីក្រៅពីហៅលោកប៊ីនឡើយប៉ុន្តែដើម្បីបង្ហាញជំនាញរបស់គាត់ទៅកាន់ជំនួយការដ៏ស្រស់ស្អាតរបស់គាត់ភ្លាមនោះគាត់បានបាញ់ព្រួញថ្នាំមួយគេងមួយគ្រាប់ជាអកុសលវាបានវាយប្រហារជំនួយការដែលគ្មានកំហុសម្នាក់ភាគីម្ខាងទៀតបានដួលទៅលើដីហើយសម្លាប់បាត់ស្មារតីនៅនឹងកន្លែងដោយដឹងថាបេសកកម្មគឺដើម្បីការពារមកុដរបស់ព្រះមហាក្សត្រីយានីត្រូវបានដាក់តាំងបង្ហាញលោកប៊ីនបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកាត់ហែកភ្លាមប៉ុន្តែនៅពាក់កណ្ដាលនៃព្រឹត្តិការណ៍ភ្លើងនៅទូទាំងទីកន្លែងនោះបានរលត់ភ្លាមបន្ទាប់មកស្រមោលល្ងឹតមួយបានភ្លឺឡើងលោកប៊ីនបានឆ្លៀតឱកាសនោះគាត់បានចាប់ដប់នោះហើយវាទៅលើក្បាលបុរសនោះរហូតដល់ភ្លើងបើកឡើងវិញទើបខ្ញុំក៏សម្គាល់ឃើញអ្នកដែលត្រូវរបួសគឺជាវ៉ូសេនីឯកកាន់តែសាហាវថែមទៀតគឺមកុដរបស់ម្ចាស់ក្សត្រីបានបាត់នៅថ្ងៃបន្ទាប់លោកប៊ីននិងជំនួយការរបស់គាត់បានទៅកន្លែងកាត់ហែកដើម្បីស៊ើបអង្កេតពួកគេបានរកឃើញរណ្ដៅជ្រៅមួយនៅក្រោមស្តង់តាំងពីពណ៌ពួកគេបានតាមដានតម្រុយហើយស៊ើបអង្កេតមិនយូរប៉ុន្មានក៏បានរកឃើញចៅនោះមានគម្រោងប្រើមឈូសដើម្បីយកមកុដទៅឆ្ងាយដូច្នេះលោកប៊ីនបានបាញ់ព្រមានយ៉ាងម៉ឺងម៉ាត់ភាគីម្ខាងទៀតបានជន់កែរួចបើកគេចខ្លួនបាត់ទៅលោកប៊ីនបានដេញតាមគាត់អស់ជាច្រើនភ្លុកដោយលំបាកយ៉ាងខ្លាំងពួកគេបានរកឃើញថាភាគីម្ខាងទៀតបានប្រែក្លាយទៅជាទីបញ្ចុះសពវាហាក់ដូចជាមានកន្លែងបញ្ចុះសពពាក់កណ្ដាលគាត់ទូចថាមនុស្សគ្រប់គ្នាកំពុងសម្ដែងគាត់បានលោតឡើងលើមឈូសហើយចាប់ផ្ដើមនិយាយបែបចំអកពួកគេថែមទាំងបានត្អូញត្អែថាជំនាញសម្ដែងរបស់សមាជិកគ្រួសារនេះអន់ពេកនៅពេលនេះជំនួយការបានប្រញាប់ប្រញាល់មកគាត់បានកុហកហើយអះអាងថាគាត់ជាមនុស្សមានជំងឺផ្លូវចិត្តដែលទើបតែរត់ចេញពីមន្ទីរពេទ្យលោកប៊ីនបានដឹងភ្លាមថាគាត់ប្រហែលជាបានធ្វើខុសដូច្នេះពួកគេបានរត់គេចខ្លួនយ៉ាងលឿននិងដោយខ្មាស់អៀនចេញពីកន្លែងកើតហេតុមកគាត់បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ព្រះអង្គសង្គ្រោះរួចហើយដើម្បីដណ្ដើមរាជបល្ល័ង្កដោយជោគជ័យគាត់បានប្រើបីរបាំងមុខស្បែកមនុស្សរបស់អាចារ្យឲ្យត្រូវបានបោះពុម្ពម្យ៉ាងវិញទៀតលោកប៊ីនក៏គេសន្និដ្ឋានបានថាអ្នកអំដំណើរពិធីបុណ្យសពគឺជាមេខ្លោងប៉ុន្តែមេដឹកនាំគ្រាន់តែគ្មានសមត្ថភាពដោយគ្មានជំរឿផ្សេងទៀតអ្នកទាំងពីរត្រូវស៊ើបអង្កេតដោយខ្លួនឯងហើយពួកគេបានរកឃើញដោយជោគជ័យនៅការខុបខិតរបស់សាងបៀវគាត់ចង់ធ្វើត្រាប់តាមអាចារ្យដោយប្រើបាំងស្បែកមនុស្សបន្ទាប់មកលោកប៊ីនបានប្រញាប់ប្រញាល់ចូលទៅក្នុងពិធីជប់លៀងរបស់សេងបែវដំបូងឡើយគាត់មានបំណងចង់លាតត្រដាងការខុបខិតរបស់គាត់ជាសាធារណៈខ្ញុំមិននឹកស្មានថាចៅហ្វាយរបស់ខ្ញុំនឹងនៅទីនោះដែរគាត់ថែមទាំងត្រូវបានចាប់ប្រកាន់មិនគិតដោយមនុស្សអាក្រក់សេងបែវទៀតផងមេដឹកនាំបានបញ្ជាឲ្យដកលោក Hendau ចេញពីតំណែងភ្លាមទោះយ៉ាងណាក៏ដោយដោយសារតែល្បិចកលរបស់ Hendau ផែនការដើមរបស់សាងបៀវក៏ត្រូវបានលុបចោលដែរពួកគេថែមទាំងបានដុតរបាំងមុខទៀតផងក្រោយមកសាងបៀវបានចាប់ពង្រត់សត្វចិញ្ចឹមដែលម្ចាស់ក្ត្រីចូលចិត្តគាត់ត្រូវបានបង្ខំឲ្យសរសេរព្រះរាជក្រឹត្យឲ្យដាក់រីកប្រគល់រាជបល្ល័ង្កក៏ទៅឲ្យខ្លួនឯងប៉ុន្តែឌូដែលគ្មានទោពៃនិងមានគំនិតសាមញ្ញមិនបានចុះចាញ់ឡើយគាត់នឹងជំនួយការរបស់គាត់បានប្រញាប់ប្រញាល់ទៅប្រទេសបារាំងលួចចូលទៅក្នុងប្រាសាទតាមលូនៅពេលយប់នៅពេលនេះលោកសាងបៀវកំពុងបើកកិច្ចប្រជុំសម្ងាត់ជាមួយប្រមុខរដ្ឋមួយចំនួនផែនការប្រែក្លាយប្រទេសអង់គ្លេសទៅជាពន្ធនាគារយក្សមួយបញ្ជូនអ្នកទោសមកពីជុំវិញពិភពលោកទៅទីនោះដូច្នេះបំផ្លាញប្រទេសទាំងស្រុងលោកប៊ីនកំពុងលាក់ខ្លួននៅក្នុងស្រមោលហើយសាវធំអាចមើលឃើញគាត់យ៉ាងច្បាស់ដើម្បីការពារប្រទេសរបស់ពួកគេភ្លាមនោះគាត់បានលើកកាំភ្លើងឡើងហើយបាញ់ប៉ុន្តែអ្វីដែលចេញពីកាំភ្លើងមិនមែនជាគ្រាប់ទេផ្ទុយទៅវិញវាគឺជាដុំអូឡីហ្គីប្រភេទចាស់ហួយដែលមានរសជាតិឈ្ងុយឆ្ងាញ់មួយប្រភេទក្រោយមកអ្នកទាំងពីរត្រូវបានចាក់សោនៅជ្រុងមួយជាសំណាងល្អដែលគូរបស់ពួកគេបានមកដល់ទាន់ពេលវេលាដើម្បីជួយសង្គ្រោះពួកគេនោះហើយជារបៀបដែលពួកគេបានទៅដល់ពិធីឡើងគ្រងរាជ្យក្រោមការជ្រៀតជ្រែករបស់លោកប៊ីនការខុបខិតរបស់សេងបៀវបានបរាជ័យទាំងស្រុងមកុដនោះបានបាត់បង់ហើយក៏បានរកឃើញវិញព្រះមហាក្សត្រីយានីបានប្រទានងារជាអឺដល់លោកប៊ីនសម្រាប់ការបម្រើការងាររបស់គាត់ហើយនៅទីបំផុតសាងបៀវនឹងទទួលទោសចំពោះទង្វើរបស់គាត់ពួកគេបានបង់តម្លៃដែលពួកគេសឹមនឹងទទួលបាន